បងប្អូនមានឆ្ងល់អត់ថាហេតុអីបានជាស្រុកគេហ្នឹងដើមល្ហុងហ្នឹងហើយផ្លែវាបានច្រើនណាហើយងាយស្រួលក្នុងការប្រមូលផលតាមពិតគេមានតិចនិចរបស់គេបងប្អូនគឺនៅពេលដែលដើមល្ហុងហ្នឹងចិត្តផ្លែគឺគេចាប់ផ្ដើមយកកបិតមកវះដើមល្ហុងហ្នឹងជា3 4ណិតហើយគេពួតវាឲ្យវាត្រេតចឹងណាបងប្អូនដើម្បីងាយស្រួលក្នុងការប្រមូលផលហើយផ្លែល្ហុងហ្នឹងក៏ផ្លែច្រើនទៀតបងប្អូនហើយនេះនៅពេលដែលវាត្រេតទៅវាយើងងាយស្រួលក្នុងការបេះនេះបងប្អូនឃើញគេពួតទេគេពួតដើមចឹងនេះយកកបិតទៅយកមកវះវាចឹងទៅហើយគេពួតវាមកក្រោមចឹងមកបងប្អូនចឹងនៅពេលដែលវាផ្លែមកនេះផ្លែប៉ុណ្ណាណៃបងប្អូនណាហើយនៅពេលដែលវាផ្លែច្រើនពេកគឺទម្ងន់របស់វាធ្ងន់ជឿអាចត្រង់នឹងទម្ងន់បានទេបងប្អូនត្រូវយកឈើយកអីយកមកចងទល់វាពីខាងក្រោមណាបងប្អូនដើម្បីកុំឲ្យវាបាក់ដើមណាមើលផ្លែម្លឹងអីវិញទុកមកឈ្នះ